Hi guys, welcome to my Compo vlog. និយាយទៅមកតែ day off តែមួយថ្ងៃឯងប៉ុន្តែអត់មានសម្រាប់នៅផ្ទះអីណាងើបតាំងពីព្រឹកទៅកពតមកទៅមុខទៅក៏ដឹងថានឹងងើបគេងដែរប៉ុន្តែខំមកនិយាយមែនឲ្យពៀនខ្លួនឯងមួយឥឡូវយើងបានឡើងឡានហើយ 2 hours later បន្ទាប់ពីធ្វើដំណើរអរិយាពេល2ម៉ោងមកយើងក៏មកដល់កពតដែរអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំមិនបានជួលម៉ូតូគេជិះខ្លួនឯងទេណាគឺខ្ញុំជួលម៉ូតូកង់3ឲ្យគេដប់ដោយសារតែយើងដើរលេងមួយថ្ងៃវិញល្ងាចអញ្ចឹងបើជិះម៉ូតូខ្លួនឯងគឺអស់កន្លះខ្លាំងមែនតើអញ្ចឹងបើគេដប់ទៅគឺអ្នកគ្នាមើលទេសភាពតាមផ្លូវមើលស្អាតខ្លាំងណាហើយចឹងឲ្យគេដប់ស្រួលខ្លួនជាងហើយឥឡូវកាហ្វេចំណងភ្នំក៏បានទៅដែរហើយសូម្បីតានោះបកគោក៏បានឡើងទៀតដោយសារម៉ូតូខ្ញុំឡើងរួចតែឥឡូវយើងមកកាហ្វេញ៉ាំអីតិចសិនកាហ្វេមកកន្លែងនេះគេតបគ្នាទាំងអស់គ្នាគឺទេសភាពស្អាតខ្លាំងមែនតើប៉ុន្តែពេលទៅនឹងមិនភ្លៀងឲ្យបានថតអីច្រើនចេញពីកាហ្វេមកយើងក៏នាំគ្នាទៅទឹកឈូដើម្បីតិចតួចឥឡូវយើងមកដល់ហើយសូម outfit check មួយអូនិយាយថាខ្ញុំកាន់ថតកាន់បើនេះតិចតិចគេហៅធ្វើ BA ល្អប្រោយហើយជាពេលឡើងទៀតទៅយើងក៏នាំគ្នាធ្វើដំណើរទៅអត់ដឹងទៅណាតែយើងឡើងភ្នំយើងមកតាមបាយព្រឹកបើអីណាមកហាត់ប្រាណទឹកព្រឹកតែម្ដងយីមែនព្រឹកណាខ្ទង់មកមិន10 2 10តែសភាពមកស្អាតល្មមមានកម្លាំងចិត្តក្នុងការឡើងទៅដល់លើបន្តទៀតនិយាយទៅកន្លែងកាហ្វេចលងភ្នំនឹងរៀងចោតដល់ពេលទៅឡើងអកប៉ុន្តែមកកន្លែងនេះយើងអាចម៉ូតូឡើងបានចឹងគាត់ថាយើងដើរចាម៉ូតូឡើងបានតែមនុស្សដើរហើយខ្ញុំថតរីឡៃអីចឹងទៅដល់មីងខ្ញុំហួយម៉ូតូអានេះខ្ញុំកាត់ឯងតែខ្ញុំចោះដើមមិនដឹងជាប្រហែលដងឥឡូវយើងក៏មកដល់កន្លែងនេះហើយត្រូវឡើងកាំជដាររយៈពេល15ទៅ20នាទីទៀតមិនដល់ But the view is worth it everyone you must try to visit there at least once ដោយសារអត់សូវមានអ្នកស្គាល់ឡើយឡើងហ្នឹងខ្ញុំនិយាយលេងឯងប៉ុន្តែកន្លែងហ្នឹងប្រហែលជាមានអ្នកស្គាល់តាអូនេះសភាពញាក់សាច់ឲ្យអួយមកតែសប្តាហ៍វាទៅចំពេលមេភ្លៀងទៅធម្មជាតិស្អាតហ្មងនៅដូចនៅ heaven អញ្ចឹងតែឡើងមកដល់ surprise ដែរទឹកជ្រោះគេនឹងអត់មានទឹកគេដោយសារខាងនឹងខែប្រាំងជាងទៅភ្លៀងដល់ថ្ងៃអត់ដឹងធ្វើអីក៏កាច់រៀងចោះកាច់រៀងឡើងចឹងអានេះទៅយូរខ្ញុំថតពីលើតែខ្ញុំថាស្អាតតែអ្នកគ្នាមើលខ្លួនឯងអានេះផ្លូវចោះទៅវិញហ៎អូស្អាតម៉ែអូខេជីមិនដឹងឲ្យមើលអីមួយអូឡើងថ្លោតែម្ដងនៅជាកាមេរ៉ាអ្នកទាំងអស់គ្នាតែឥឡូវយើងខ្វល់មកឡើងមកលើមកញ៉ាំទ្រីងថ្ងៃថ្មីសាកទ្រីងថ្មីដាក់មួយម៉ាត់ផើអកាខ្ញុំចង់ហប់ពីលើស្វីតកញ្ចក់នឹងចូលបេះដូងគេតបពីដើរលេងអស់ចិត្តអស់ចង់ឲ្យមកល្ងាចគេយើងក៏មកក្រុងវិញចាំបញ្ចប់នៃ vlog សូមដាក់បទបងកំពុងតែហៀលជួយវិញនៅសមុទ្រហើយឈៀលមើលថ្ងៃលិចពីរសៀលបាន solo ខាង good feel ជីទៅរកកន្លែងណាវាលើទឹកដីសាគរ